ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកពីប្រាប់ពីកម្មវិធីមួយដែលអាចជំនួសដល់ YouTube បន្ទាប់មកយើងចូលទៅក្នុង App Store ដើម្បី download យកមកប្រើអ្នកទាំងអស់គ្នាចាំ search តាមខ្ញុំកម្មវិធីហ្នឹងអត់មានពាណិជ្ជកម្មទេបងប្អូនកម្មវិធីហ្នឹងល្អដែរអត់មានពាណិជ្ជកម្មតែមកចាំ search តាមខ្ញុំមានពាក្យថា video lip បងប្អូនហ្នឹងចុចយកអ្នកទាំងអស់គ្នាដែលមិនទាន់បាន download យើងអាច download បានដោយសារខ្ញុំបាន download រួចហើយអញ្ចឹងយើងចេញមកក្រៅដើម្បីទៅរកពាក្យ video lip តែមកយើងចុចចូលអ្នកទាំងអស់គ្នាមើលតាមខ្ញុំតែមកយើងចូល Facebook ក៏បាន TikTok ក៏បានយើងមើលបានអត់មានពាណិជ្ជកម្មទេបងប្អូនតែមកយើងចូល YouTube តែមកយើងចុចចូលកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាតែមិនទាន់បង្កើត email យើងទៅបង្កើត email សិនបានអាចចូលប្រើប្រាស់បានតែសម្រាប់ខ្ញុំបានបង្កើត email រួចហើយអញ្ចឹងខ្ញុំវាយ email របស់ខ្ញុំបញ្ចូលតែពីបានវាយ email ហើយវា load ឲ្យយើងវាយ password email បញ្ចូលខ្ញុំបានវាយ password email ខ្ញុំបញ្ចូលបន្ទាប់ពីបានវាយ password បញ្ចូលហើយប៉ុណ្ណឹងរួចការស្រេចព្រោះបងប្អូនបានដាក់រឿងដាក់អីមកស្រ័យអត់មានពាណិជ្ជកម្មទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាពេញចិត្តជួយចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅសាលក្រោយបាយបាយ